Có ốp à, có ốp khăn vậy nè. Anh ấy có ốp nhiên à. Trong nhiên thì chuyện đương nhiên này. Chụp cho mùi nhưng mà đón tiền đấy cho mùi năng video dạy vì từ ốc này nhưng bạn bao của ốc này muốn nắng cho mùi với boss the elixirs for him rồi mùi có boss elixir for man nắng sắm được đó nắng vì miền pi mode vì miền mùi bom được đó hay mới thiết bom được sợi nhóm dạy vì performance bảo vệ món nhóm dạy vì riêng chọn bàn yêu bảo vệ món chọn bàn yêu khang đọc máu xì phổi nhom pra hay nhom pra nhom xaច្រើនកន្លែងភាសាមែនតើញោមសានៅកន្លែងដែលខ្ញុំអត់ទៅធ្វើការហត់ខ្ញុំទៅធ្វើការធម្មតាញោមសាជាប្រចាំថ្ងៃអញ្ចឹងបើទោះបីជាធ្វើការក៏នៅតែ10ម៉ោងស៊ីផុយដែរនេះខ្លាំងមែនតើជាក់ស្ដែងនៅក្នុងហ្នឹងគេនិយាយថាពី1ម៉ោងដំបូងវាធំខិនបែបប្រហើហើយពី3ម៉ោងបន្ទាប់ពី1ម៉ោងទៅ3ម៉ោងចន្លោះពេល1ម៉ោងទៅ3ម៉ោងហ្នឹងវាធំក្លិនបែបលក្ខណៈផ្អែមធំក្លិនបែបសម្រាប់ខ្ញុំធំក្លិនបែបលក្ខណៈផ្អែមលក្ខណៈផ្លែឈើលក្ខណៈកក្របអីចឹងទាំងអស់បែបអញ្ចឹងហើយបន្ទាប់ពី3ម៉ោងទៅធំក្លិនចូលលក្ខណៈរៀងបែបដូចដែលគេនិយាយនៅក្នុងដែរស្បែកធំក្លិនស្បែកតិចធំក្លិនតែវានៅតែក្នុងនៅតែអាហារនៅរបស់វាហ្នឹងគឺធំក្លិនបែបផ្អែមរហូតអញ្ចឹងមកដោយរបស់គេដែលនិយាយដែរខ្ញុំសាកហើយតែពេលដែលខ្ញុំនៅកន្លែងដែលខ្ញុំធ្វើការមានផ្សែងច្រើន1ម៉ោងដំបូងអូខេដូចគ្នាដែលគេនិយាយ top note របស់វាគឺធំក្លិនបែបលក្ខណៈផ្អែមប្រហើតិចដល់ទៅពេលចូល hard note របស់វាវិញចង់រៀងប្រែចង់បែបទៅជាធំក្លិនដោយសារខ្ញុំធ្វើកន្លែងផ្សែងអញ្ចឹងទៅពេលដែលខ្ញុំតេស្តនៅកន្លែងផ្សែងខ្ញុំធំក្លិនដូច Dior ហ្មងគាត់ថាវាបែបលក្ខណៈ spicy ជាងដោយសារវាមានផ្សែង Wait a minute. Who are you? ហើយពេលដែលខ្ញុំអត់ទៅធ្វើការនៅកន្លែងដែលមានផ្សែងអា hard note របស់វាចន្លោះពី3ម៉ោងជាងហ្នឹងធំក្លិនបែបផ្អែមហើយបន្តពីទៅហ្នឹងគឺធំបន្ទាប់ពី3ម៉ោងហ្នឹងទៅគឺធំក្លិនបែបដែលអាប់ស្បែកអញ្ចឹងទៅដូចតែគេនិយាយអញ្ចឹងនេះខ្ញុំធ្វើតេស្តហើយខ្ញុំបាញ់អានេះខ្ញុំបាញ់ព្រឹកមិញខ្ញុំបាញ់ម៉ោងប្រហែល6ព្រឹកឥឡូវម៉ោង10កន្លះយប់ហើយនៅតែធំក្លិនតែជាប់បានយូរមែនទេខ្ញុំហ៊ាននិយាយថាចេះប្រសិនបើយើងបាញ់ពីព្រលឹមខ្ញុំហ៊ានធានាឲ្យថាទោះបីជាយើងងូតទឹកមួយថ្ងៃហ្នឹង3ដងក៏ដោយក៏នៅតែធំក្លិនទឹកអប់ហ្នឹងដែរខ្ញុំនិយាយមែនខ្ញុំសាកហើយលើកលែងតែយើងឧបមាថាឥឡូវយើងបាញ់កកឬមួយយើងបាញ់ដៃអញ្ចឹងពេលដែលយើងងូតទឹកយើងយកសាប៊ូដែលមានក្លិនផ្សេងយើងមកដោះលើហ្នឹងហ្មងចង់ថាដោះឲ្យវាចេញហ្មងដូចយើងដោះក្អែលដោះបៀបលក្ខណៈដូចដោះញីដោះអីហ្មងដោះឲ្យបៀបបាត់ក្លិនស្អប់ហ្មងអាហ្នឹងមិនវាចេញតែបើថាត្រឹមមកដោះធម្មតាដោះខ្លួនដោះក្អែលអីធម្មតា10ម៉ោងខ្ញុំហ៊ានធានាថាស៊ីផុយហ្មងទាំងអស់មួយហ្នឹងបើសិនជាបាញ់ពីព្រលឹមដល់ម៉ោង11 12យប់ក៏នៅតែធំក្លិនដែរដេកយើងស្រួលដេកសម័យធំក្លិនទាំងអស់ហ្នឹងទៀត performance វាខ្លាំងណាស់10ម៉ោងនិយាយទៅគឺតា performance 10ម៉ោងអែមឲ្យទាំងអស់ខ្លាំងមែនទែនហើយអានេះសម្រាប់ខ្ញុំសួរមិត្តភ័ក្ដិខ្ញុំឬមួយកន្លែងដែលខ្ញុំធ្វើការវិញគាត់ថាធំក្លិនបែបផ្អែមអ្នកខ្លះគាត់ថាធំក្លិនបែបឈើប៉ុន្តែសម្រាប់ខ្ញុំអត់ធំក្លិនឈើសម្រាប់ខ្ញុំធំក្លិនបែបផ្លែឈើឬមួយក៏ធំក្លិនបែប disco ក្របផ្អែមអញ្ចឹងតែភាគច្រើនខ្ញុំសួរគេគាត់ថាធំក្លិនបែបឈើផ្អែមខ្ញុំអត់អាចនិយាយថាហ្នឹងខ្ញុំអត់អាចពណ៌ថាហ្នឹងពណ៌អត់ក្លិនរសជាតិបែបមិនទេលើកលែងតែអ្វីដែលខ្ញុំនិយាយបានគឺថាវាផ្អែមវាដូចប្រហើតិចខ្ញុំចង់ឲ្យបងប្អូនឬមួយក៏អ្នកដែលមើលហ្នឹងទៅសាកខ្លួនឯងដែលសារពីពេលខ្លះយើងពេលដែលយើងហិតមើលទៅវាអាចផ្សេងគ្នាអញ្ចឹងណាចូលចិត្តអញ្ចឹងណាហើយអ្វីដែលខ្ញុំអាចនិយាយបានគឺវាត្រឹមតែផ្អែមប្រហើតិចធំក្លិនស្បែកតិចក្លិនឈឹមធំក្លិនបែបលក្ខណៈដូចឈើអែមតិចអញ្ចឹងទៅសួរថាខ្ញុំ recommend អត់
ខ្ញុំ recommend ឲ្យប្រើដោយសារមកពីវាជាប់បានយូររៀងថ្លៃបន្តិចមែនក៏ប៉ុន្តែវាសមត្ថភាពវាគឺខ្លាំងទៅតែទៅអីខ្ញុំហ៊ានធានាឲ្យថាអេមមកអេមខ្លាំងមកខ្ញុំទៅធ្វើការខ្ញុំបាញ់គេសួរខ្ញុំគ្រប់គ្នាថាបាញ់ទឹកអប់អីក៏អូមដែរបាញ់ទឹកអប់អីក៏អូមដែរក៏ខ្ញុំចាប់ដើមធ្វើវីដេអូពីទឹកអប់ហ្នឹងទៅយ៉ាវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងសង្ឃឹមថាយ៉ាបន្ទាប់ពីមើលអាហ្នឹងហើយទៅហិតមើលទាំងអស់គ្នាថាវាជាប់បានយូរប៉ុណ្ណាហើយជួបគ្នានៅវីដេអូក្រោយជាមួយនឹងទឹកអប់មួយទៀតបាយបាយ